បាទសួស្តីអ្នកទាំងអស់គ្នាអ្នកដែលកំពុងតែប្រើនៅកម្មវិធី Microsoft Excel ហើយមានបញ្ហាទាក់ទងជាមួយនឹងការដាក់លេខរៀងនិងបង្កើតតារាងមានន័យថាពេលដែលយើងអូសលេខរៀងឬក៏វាយបញ្ចូលលេខរៀងវាជាន់គ្នាវាអត់អាចកំណត់ចំនួនជាក់លាក់ឲ្យយើងបានទេបាទអញ្ចឹងនៅក្នុងថ្ងៃនេះខ្ញុំចង់បង្ហាញបងប្អូនទាក់ទងជាមួយនឹងការដាក់លេខរៀងស្វ័យប្រវត្តិនិងតារាងស្វ័យប្រវត្តិប្រសិនបើបងប្អូនចង់ចេះនៅក្បាច់ទាំងនេះបងប្អូនអាចទៅសិក្សាជាមួយខ្ញុំទាំងអស់គ្នាបាទឃើញទេបងប្អូនវាមានភាពងាយស្រួលច្រើនសម្រាប់បងប្អូនដែលមិនចង់នៅធ្វើការវែងឆ្ងាយអញ្ចឹងណាមិនចង់នៅធ្វើការងារដដែលតោះកុំឲ្យខាតពេលយូរយើងចូលទៅទស្សនានៅវីដេអូពេញទាំងអស់គ្នាអញ្ចឹងជាដំបូងគឺខ្ញុំទៅចូលទៅកាន់ sheet ថ្មីបាទអញ្ចឹង sheet នេះគឺមានតែក្បាលតារាងទេហើយសម្រាប់បងប្អូនដែលមិនទាន់មានក្បាលតារាងអញ្ចឹងគឺបងប្អូនអាចមើលវីដេអូនេះម្ដងមួយមួយជាហ៊ានម្ដងដើម្បីអនុវត្តបានឬក៏បងប្អូនមាននៅកិច្ចការងារចាស់ស្លឹកចាស់គឺបងប្អូនអាចយកមកអនុវត្តបានបាទអញ្ចឹងជាដំបូងគឺយើងត្រូវទៅបង្កើតនៅលេខរៀងអញ្ចឹងដើម្បីអាចបង្កើតនៅលេខរៀងអូតូបានយើងអត់អាចយើងអត់ចង់នៅវាយចេះវាយឲ្យទាញចេះទេវាយូរអញ្ចឹងយើងចង់គ្រាន់តែវាយឈ្មោះឬក៏វាយអីមកវាចេញតែម្ដងដូចកន្លែង sheet ទី1បាទ sheet ទី1គ្រាន់តែយើងវាយបញ្ចូលឈ្មោះវាចេញលេខរៀងនិងចេញតារាងស្វ័យប្រវត្តិបាទអញ្ចឹងជាហ៊ានដំបូងគឺយើងចុចមកលើ cell ទី2នេះមកហើយយើងបញ្ចូលរូបមន្តទាំងអស់គ្នាយើងចុចសញ្ញាស្មើស្មើ if ចុចis blankបាទចុច is blank ហើយយើងចុចកំណត់ទីតាំង cell ណាដែលយើងចង់បញ្ចូលទិន្នន័យហើយឲ្យវាលោតលេខរៀងអញ្ចឹងកន្លែងវីដេអូដែលខ្ញុំបង្ហាញពីមុនវានៅត្រង់កន្លែងជួឈរ B មានន័យថានៅកន្លែងឈ្មោះពេលដែលយើងបញ្ចូលឈ្មោះទៅឲ្យវាលោតលេខរៀងបាទអញ្ចឹងយើងចុចលើហ្នឹងមកលើជួឈរ B cell ទី2ហ្នឹងមកហើយយើងបិទវងកញ្ចក់ហើយយើងក្បៀសមួយដាក់សញ្ញាធ្មេញកណ្ដោ2ហើយបិទវងកញ្ចក់មួយទៀតហើយយើងវាយមេឃបាទបន្ទាប់មកគឺយើងចង់ចងកន្លែងជួឈរមួយណាយើងចង់ចងកន្លែងជួឈរលេខរៀងអញ្ចឹងយើងចុចលើ header វាមួយមកបាទហើយយើងដាក់សញ្ញាដុល្លារទាំងមុខអក្សរនិងមុខលេខរៀងបាទបន្ទាប់មកយើងចុច2ហើយយើងចុចកន្លែង header ហ្នឹងម្ដងទៀតកន្លែងជួលេខរៀងហ្នឹងបាទប៉ុន្តែកន្លែងនេះគឺយើងដាក់សញ្ញាដុល្លារតែមួយទេគឺដាក់នៅពីក្រៅអក្សរហ្នឹងឯងបាទបន្ទាប់មកគឺយើង
បិទវងកញ្ចក់ហើយយើងដាក់សញ្ញាលេខបូកហ្នឹងបូក1ចុចលេខ1បិទវងកញ្ចក់មួយទៀតហើយយើង enter មកបាទអញ្ចឹងយើងអូសយើងចង់អូសវាមកក្រោមយើងដាក់ mouse pointer យើងនោះឲ្យចំកន្លែងកែងឲ្យចេញពណ៌ខ្មៅអញ្ចឹងហើយយើងអូសមកយើងចង់បានទាំងអស់យើងអូសដល់ក្រោមតែយើងដូចនេះជាវីដេអូគ្រាន់តែបង្ហាញខ្ញុំយកតែត្រឹមលេខ10ទេបាទអានេះជាជំហានទី1អំពីរបៀបនៃការដាក់លេខរៀងអញ្ចឹងយើងលួវាយឈ្មោះចូលចេញលេខ1ចឹងនិយាយថាលេខរៀងនេះគឺមានលក្ខណៈពិសេសច្រើនមានន័យថាយើងវាយរំលងយ៉ាងម៉េចក៏លេខរៀងហ្នឹងវារត់បានត្រឹមត្រូវល្អយ៉ាងម៉េចខ្ញុំវាយរំលងជួរឈរមួយឬក៏សេលមួយនេះបាទអញ្ចឹងឃើញថាលេខនេះវារត់មកលេខ2យើងវាយមកកន្លែងលេខជួរឈរទី2នេះវាលោតមកតាមលំដាប់លំដោយវាធម្មតាអញ្ចឹងឥឡូវយើងចូលទៅកាន់យើងចូលទៅកំណត់តារាងម្ដងអញ្ចឹងតកតងជាមួយការកំណត់តារាងវាគឺយើង select ទីតាំងរបស់វាអញ្ចឹងមកហើយយើងចូលទៅកាន់ conditional formatting យើងយកពាក្យថា new rule យក use a formula ចុចសញ្ញាស្មើយើងចុចលើជួរឈរលេខរៀងដដែលតែយើងលុបសញ្ញាដុល្លារចេញមួយហើយយើងដាក់សញ្ញាតូចធំដាក់សញ្ញាធ្មេញកដោ2ហើយចុចពាក្យថា format ហើយយើងយកកន្លែងពាក្យថា outline ហើយយើងចុច OK ម្ដងទៀតតែប៉ុណ្ណឹងទេជាការស្រេចបាទអញ្ចឹងយើងវាយម្ដងទៀតបាទអញ្ចឹងលេខរៀងនិងតារាងវានឹងចេញមកស្វ័យប្រវត្តិដំណើរគ្នានឹងឯងបាទអញ្ចឹងតកតងជាមួយនឹងវីដេអូនេះគឺមានតែប៉ុណ្្នឹងទេហើយសង្ឃឹមថាបងប្អូនអនុវត្តទៅមានភាពងាយស្រួលក្នុងកិច្ចការងារបងប្អូនបាទសូមអរគុណ